បាយឆ្នាំងដីនេះខ្ញុំញ៉ាំនៅចិននិយាយពីឆ្ងាញ់អើយឆ្ងាញ់បងប្អូនមានដឹងថានៅខ្មែរយើងនៅកន្លែងណាមានលក់ឲ្យឆ្ងាញ់ដូចនៅចិនដែរទៅញ៉ាំនៅកងជើនៅចិនបានតែម្ដងគោទៅប៉ុន្តែនឹកដល់ឥឡូវហ្មងបងប្អូនអើយហើយគ្រាន់តែដាក់ទឹកស្អ៊ីវប៉ុណ្ណឹងសោះមិនក៏មានជាតិខ្លាំងម៉េះនេះអាសាច់ជ្រូកហាលក្រៀមដែលឃើញបងនៅចិនគាត់ធ្វើញ៉ាំមួយម៉ាក់ក្មេកប៉ាក្មេកគាត់អីហ្នឹងអូយបានញ៉ាំឲ្យបងប្អូនឆ្ងាញ់ពិតៗដោយពួកគាត់ថាមែនខ្ញុំទៅហាងនៅកងជើនេះបងប្អូននាំទៅគេបើកតាំងឆ្នាំ79នោះមកទៅឃើញប៉ាយគេដាក់ឲ្យបងប្អូនខ្ញុំអត់ចេះចិនទេទៅដល់អង្គុយចាំឡើងមកសទូធំមកឃ្លានណាអង្គុយចាំឡើងលើកន្លះម៉ោងទៀតទុំរួមតបានកន្លែងអង្គុយញ៉ាំហើយបាយនឹងឆ្អិនពួកបាយនេះគេអត់ធ្វើទុកទេយើងហៅញ៉ាំហ្នឹងមានរសជាតិសាច់គោរសជាតិសាច់ក្រកហើយនឹងរសជាតិសាច់ជ្រូកក្រៀមដែលបងពេលដែលគាត់នៅចិនគាត់យកគ្រួសារជនជាតិចិនអីហ្នឹងគឺម៉ាក់ក្មេងគាត់នាំគាត់ទិញសាច់ជ្រូកនឹងយកហាលទុកឆាបន្លែឆាអីញ៉ាំបងប្អូនសាច់ជ្រូកហ្នឹងឆ្ងាញ់មែនតើត្បូងខ្ញុំគិតថាវាប្រៃខេះប្រៃខ្លាំងអញ្ចឹងណាស្រាប់ដល់ពេលមានណាយកមកដាក់ជាមួយនឹងបាយឆ្នាំងដីគេហ្នឹងទៅអូយឲ្យក្លិនឈ្ងុយហ្មងហើយរសជាតិគេប្រៃផ្អែមដូចសាច់ក្រកអញ្ចឹងហើយបាយហ្នឹងយកមកដល់ភ្លាមនេះពួកខ្ញុំចាក់ទឹកស្អ៊ីវនេះចូលភ្លាមទឹកស្អ៊ីវគេហ្នឹងអត់ប្រៃទេបងប្អូនរបៀបដូចទឹកស្អ៊ីវខាប់លាយជាមួយនឹងទឹកស្អ៊ីវយើងធាវធម្មតាមិនដឹងទេដឹងតែថាញ៉ាំទៅវាអត់ប្រៃទេប្រហែលជាប្រភេទទឹកស្អ៊ីវគេយកទៅកូរស្ករព្រោះទឹកស្អ៊ីវហ្នឹងពេលដែលញ៉ាំទៅវាទៅជាផ្អែមវិញហើយយើងយកមកដល់យើងកូរច្របល់ឲ្យវាចូលគ្នាទៅទាំងសាច់ទាំងទឹកស្អ៊ីវទាំងបន្លែស្ពៃតឿដែលគេដាក់លើហ្នឹងបងប្អូនព្រោះជាតិវាផ្អែមប្រៃអញ្ចឹងអ្នកណាចង់ញ៉ាំដិតខ្លាំងដូចម្ហូបនៅក្នុងស្រុកយើងអីគាត់ទៅដាក់ឈរនៅជោគមកហើយយកមកដល់ច្របល់អញ្ចឹងបងប្អូនបើអត់ច្បល់ទេគឺវាក្រាំងនៅបាតហើយដល់ពេលអញ្ចឹងវាខ្លោចនៅខាងក្រោមយើងញ៉ាំមកដល់ខាងក្រោម recommend ខ្លាំងហ្មងណែនាំហ្មងសម្រាប់អ្នកទៅដល់កងជើប្រទេសចិនគួរណាទៅសាកញ៉ាំនៅកន្លែងហ្នឹងទៅនិយាយទៅខ្ញុំទៅកងជើហ្នឹងខ្ញុំទៅបានតែម្ដងហើយប៉ុន្តែទៅចំកន្លែងម្ហូបឆ្ងាញ់រហូតអត់មានទាស់ចិត្តទេណាហើយរសជាតិចេញមកគឺរសជាតិខ្មែរយើងញ៉ាំបានដោយសារតែនៅហ្នឹងវាអត់មានរសជាតិម៉ាឡាស៊ីឈွန်ទេបងប្អូននៅខាងកងជើហ្នឹងហើយម្ហូបមួយចំនួនវាអាចនឹងស្តៀងនឹងរសជាតិខ្មែរយើងធ្លាប់បានញ៉ាំឬមកក៏ខ្មែរយើងធ្លាប់ស្គាល់ហ្មងដោយសារតែរសជាតិគេវាស្តៀងម្ហូបខាងហុងកុងខាងអីពេលលើកមកដំបងមើលទៅដូចម្សៅបងប្អូនប៉ុន្តែនៅពេលដែលចាប់ផ្ដើមញ៉ាំមកអូយជក់មាត់សាហាវហ្មងហើយហ្នឹងកុំចង់ទុកពោះញ៉ាំអីផ្សេងទៀតណាកុំអីនៅតែហៅបន្តញ៉ាំចឹងឯងព្រោះទៅគ្នា4នាក់ហើយហៅយកតែ3ឆ្នាំងទេ3ឆ្នាំង3ចានហ្នឹងទៅកងជើគិតថាអូទៅម្ដងញ៉ាំអីដដែលអីចឹងចង់ផ្លែកមាត់អីបងប្អូនសាបាយឆ្នាំងដីគេហៅ clay pot ហ្នឹងឯងពីព្រោះខ្មែរយើងទៅខាងកងជើច្រើនដោយសារតែទៅធ្វើផលិតផលគេមានរោងចក្រមានអីនៅក្នុងចឹងហើយយើងចេញចូលញ៉ាំអីដែលមានផ្លែកមាត់មកពីណាបងប្អូនយើងធំមហូបអញ្ចឹងបើអ្នកណាដែលចង់បានរបៀបបាយនឹកបាយនៅស្រុកយើងនឹកអីចឹងទៅអាចទៅរកបាយ clay pot នឹងសាកញ៉ាំបាន